បាទបងប្អូនជនរួមជាតិទាំងអស់ជាទីតែនៅពេលនេះឃើញថាប្រជាប្រដ្ឋមកពីខេត្តកញ្ចេះកំពង់ហៀបរៀបខែក្បួនចេញហើយគឺចេញវត្តសាមគ្គីរាំងសីដើម្បីទៅដាក់ញត្តិនៅមន្ទីររដ្ឋសភានិងផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនព្រោះថាគាត់ដាក់ញត្តិជាច្រើនដងហើយរងចាំដំណោះស្រាយមិនបានទេគឺការទៀមទាប្លង់ដីកម្មសិទ្ធិរឹងហើយនឹងការជួយឆាយរំលោភដីរបស់ពួកគាត់នោះហើយយើងឃើញថានោះគឺចេញក្បួនហើយឥឡូវនេះសូមបងប្អូនតាមដានទស្សនាព្រឹត្តិការណ៍នៃការហាយញត្តិរបស់ពួកគាត់នេះដូចតទៅបាទសូមអញ្ជើញបាទបាទ